លាពុកម៉ែមកធ្វើការទាំងទាំងនេត្រាហូរចូលមកទាំងមិនដឹងខ្លួនព្រួងតែកាំងតាជីវភាពខ្ញុំសែនក្រក្រៃខំប្រឹងទាំងយប់ទាំងថ្ងៃសងខំរូធូពេលខ្លាំងក៏ហត់ពេលខ្លះទៀតក៏ឈឺធ្ងន់តែមិនទុំរុនប្រឹងព្រោះតែរកប្រាំងកំไรពេលខ្លាំងនឹកស្រុកនឹកពុកម៉ែធ្លាប់ផាស្ដីឥឡូវត្រូវឃ្លាតលោកថ្លៃមកនៅស្រុកគេពេលនឹកម្ដងត្រង់ចង់ស្ទាំងចង់តែទៅផ្ទាំងជួបជុំគ្រួសារនឹកពុកនឹងម៉ែធ្លាប់ថែរក្សាដើម្បីគ្រួសារកូនត្រូវតែស៊ូសងខំថ្ងៃមួយលោកនឹងរស់ធូរមិនយូរមិនឆាំកូននឹងត្រឡប់វើយពេលខ្លះទៀតក៏ឈឺធ្ងន់តែមិនទុំរុនប្រឹងព្រោះតែប្រាំងកំไรពេលខ្លាំងនឹកស្រុកនឹកពុកម៉ែធ្លាប់ផាស្ដីឥឡូវត្រូវឃ្លាតលោកថ្លៃមកនៅស្រុកគេពេលនឹកម្ដងត្រង់ចង់ស្ទាំងចង់តែទៅផ្ទាំងជួបជុំគ្រួសារនឹងពុំនឹងម៉ែធ្លាប់ថែរក្សាដើម្បីគ្រួសារកូនត្រូវតស៊ូសងខំថ្ងៃមួយលោកនឹងរស់ធូរមិនយូរមិនឆាំកូននឹងត្រឡប់វើយពេលនឹកម្ដងត្រង់ចង់ស្ទាំងចង់តែទៅផ្ទាំងជួបជុំគ្រួសារនឹងពុំនឹងម៉ែធ្លាប់ថែរក្សាដើម្បីគ្រួសារកូនត្រូវតែស៊ូសងខំថ្ងៃមួយលោកនឹងរស់ធូរមិនយូរមិនឆាប់កូននឹងត្រឡប់វើយពេលខ្លាំងក៏ហត់ពេលខ្លះទៀតក៏ឈឺធ្ងន់តែមិនទុំរុនប្រឹងព្រោះតែប្រាំងកំไรពេលខ្លាំងនឹកស្រុកនឹកពុកម៉ែធ្លាប់ផាស្ដីឥឡូវត្រូវឃ្លាតលោកថ្លៃមកនៅស្រុកគេ